បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសិស្សានុសិស្សដែលកំពុងតែសិក្សាស្រាវជ្រាវអំពីឱសថនៃការព្យាបាលជំងឺសត្វបាទថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីឱសថភាគបន្តទៀតទាក់ទងទៅនឹងការប្រើប្រាស់អង់ទីប៊ីយោទិកភាគបន្តណាបងប្អូនបាទអញ្ចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីការប្រើប្រាស់ឱសថកូលីស្ទីនបាទកូលីស្ទីននេះគឺជាអង់ទីប៊ីយោទិកដែលមានទំហំសកម្មភាពតូចចង្អៀតសម្រាប់បាក់តេរីក្រាមដកក្រាមអវិជ្ជមានណាបងប្អូនបាទអញ្ចឹងមានន័យថាបើសិនជាជំងឺដែលបង្កឡើងដោយបាក់តេរីក្រាមវិជ្ជមាននោះគឺចាក់កូលីស្ទីនចូលទៅគឺអត់មានប្រសិទ្ធភាពអីទេណាបងប្អូនបាទអញ្ចឹងជំងឺដែលបង្កឡើងដោយបាក់តេរីក្រាមវិជ្ជមានអវិជ្ជមានណាបងប្អូនអវិជ្ជមានមានដូចជាជំងឺ Salmonella ជំងឺរលាកកាពះជំងឺរលាកពោះវៀនជំងឺផ្លូវនោមជំងឺរលាកស្បូនបាទនិយាយរួមកូលីស្ទីននេះគឺបកកែខាងរាគណាបងប្អូនបាទរាគរូសកូនសត្វរាគអីចឹងទៅដាក់កូលីស្ទីនទៅគឺដូចគេបេះហើយចំពោះការផលិតវិញគេផលិតមកជាទម្រង់រាវឬក៏ម្សៅទៅតាមក្រុមហ៊ុនមួយបងប្អូនបាទអញ្ចឹងថ្ងៃនេះលោកគ្រូបង្ហាញអំពីរបៀបប្រើប្រាស់ឱសថប្រភេទជារាវណាបងប្អូនជាទឹកបាទចំពោះគោក្របីសេះយើងគិតជាមីលីលីត្របាទហើយចំពោះទម្ងន់នោះគឺតាមជាក់ស្ដែងបងប្អូនបាទបងប្អូនដើម្បីងាយស្រួលខ្ញុំមិនសរសេរចូលហ្នឹងដោយសារតែវាអាចខុសពីកញ្ចប់ថ្នាំឬក៏កញ្ចប់ឱសថដែលក្រុមហ៊ុនផលិតមកអញ្ចឹងហើយយល់ល្អបងប្អូនឬក៏បងប្អូនទាំងអស់បាទគួរតែពិនិត្យមើលទៅលើសម្បកថ្នាំឬក៏ដបដល់ពេលដែលយើងយកមកប្រើគឺដឹងគឺឃើញហើយបាទយើងពិនិត្យមើលទៅគឺដាក់ឲ្យគោមួយសេប្រហែលគីឡូជ្រូកមួយសេប្រហែលគីឡូបាក់សីមួយសេប្រហែលគីឡូឬក៏គេអាចដាក់ថាមួយកញ្ចប់ហ្នឹងមាន10ក្រាមអីចឹងទៅហើយដាក់លាយចំណីបានប្រហែលគីឡូឬក៏លាយទឹកប្រហែលលីត្រអីចឹងណាបងប្អូនបាទវាមានច្រើនករណីអញ្ចឹងបានលោកគ្រូពិបាកក្នុងការមិនវាយកមកសរសេរបាទបើសិនជាលោកគ្រូសរសេរជាមីលីក្រាមឬក៏ជាຂະຫນាតផ្សេងទៀតវាពិបាកយល់បាទមិនមែនថាมันអាចសរសេរបានទេប៉ុន្តែបើសរសេរមកពិបាកយល់ណាស់បាទព្រោះនេះវាតកតទៅនឹងຂະຫນាតទូចបាទចំពោះការព្យាបាលជំងឺបាទទោះជាប្រការយ៉ាងណាក៏ដោយបាទយើងត្រូវតែព្យាបាលរយៈពេល3ទៅ5ថ្ងៃដោយថ្នាំអង់ទីប៊ីយោទិកដទៃទៀតដែរអញ្ចឹងបើសត្វរាគរូសឬក៏តាក់ទងទៅនឹងការឈឺកាពះអាលិពវៀនអីហ្នឹងគឺបងប្អូនត្រូវនឹកគិតដល់កូលីស្ទីនណាអង់ទីប៊ីយោទិកមួយប្រភេទនេះគឺព្យាបាលជំងឺរាគបាទសូមអរគុណ